ខ្ញុំស្លាញ់លុយប៉ុន្តែខ្ញុំមិនមែនមុខលុយទេខ្ញុំស្លាញ់អ្នកតែខ្ញុំក៏អត់មុខងល់មួយអ្នកដែរខ្ញុំស្មោះត្រង់តែមិនបានន័យថាខ្ញុំភ្លើយខ្ញុំមិនអាចគ្រប់គ្រងស្ថានភាពក្នុងជីវិតអ្នកឬក៏គ្រប់គ្រងអ្នកមិនឲ្យតែមានអ្នកណាទេប៉ុន្តែរឿងមួយខ្ញុំច្បាស់ថាខ្ញុំមានសិទ្ធិដែលអាចទៅគ្រប់គ្រងថាជីវិតអ្នកមានខ្ញុំឬក៏អត់ខ្ញុំធ្វើជាមនុស្សស្រីពេលដែលមានគេស្រឡាញ់សូម្បីតែ10ទឹកមួយក៏ខ្ញុំបើកមួយដែរតែពេលដែលខ្ញុំនៅម្នាក់ឯងគ្មានអ្នកអង្គ50គីឡូក៏ខ្ញុំនៅគួរដែរអញ្ចឹងហើយជីវិតអត់មានអីថាទៅរួចមិនទៅរួចទេវាស៊ីសងលើខ្ញុំចង់ឬមិនចង់ខ្ញុំជឿថាជំរឿសនេះអ្នកណាក៏មានដែរសូម្បីតែអ្នកសម្រាប់ខ្ញុំចង់ធ្វើជានារីទន់ភ្លន់ក៏ខ្ញុំចេះធ្វើជានារីរឹងមាំក៏ខ្ញុំអាចតែវាស៊ីសងលើថាតើខ្ញុំនៅជាមួយអ្នកណាបើនៅមួយមនុស្សដែលគេស្រឡាញ់ខ្ញុំគេថ្នាក់ថ្នមខ្ញុំញាក់ញ៉ាំអូយប៉ុន្មានក៏ខ្ញុំអាចធ្វើបានដែរហើយបើនៅជាមួយមនុស្សដែលគាត់យកចិត្តទុកដាក់ស្រឡាញ់ខ្ញុំមិនថាជួបបញ្ហាអីក៏ដោយញ៉ាំបាយមួយចាន2នាក់ជាមួយអំបិលក៏ខ្ញុំអាចកំដរគាត់បានដែរអ្នកស្រឡាញ់រហូតតែស្អាតឆ្លាតប្រកែឲ្យខ្ញុំស្អាតដូចគេប៉ុន្តែអ្នកមានតែមើលសមត្ថភាពគ្រួសារប្តីគេថាគេផ្ដល់ឲ្យប្រពន្ធគេអីខ្លះអ្នកវិញបានផ្ដល់ឲ្យខ្ញុំអីខ្លះក្រៅពីជំងឺបេះដូងនិងជំងឺស្ទះអារម្មណ៍តើអ្នកពិតជាច្បាស់អត់ថាអ្នកចង់បានការស្រឡាញ់ពីមនុស្សម្នាក់ដែលអ្នកកំពុងបំផ្លាញអារម្មណ៍គាត់និងស្មារតីរបស់គាត់កុំថាឡើយមនុស្សតែសត្វពេលដែលវាយវាក៏វាចេះបកខំដែរគំរាមតែមនុស្សទៀតអ្នកធ្វើបាបខ្ញុំរាប់ឆ្នាំរាប់ខែមកហើយអ្នកគិតថាខ្ញុំនឹងនៅទ្រាំបែបហ្នឹងរហូតដល់ពេលណាលុយក៏ខ្ញុំចាយមិនគ្រប់ផ្លូវអារម្មណ៍ក៏ខ្ញុំមិនដែលសុខស្រួលផ្លូវកាយក៏ខ្ញុំក្រំគ្រាការលួងលោមក៏គ្មាននេះហ៎ជាប្តីល្អដែលអ្នកតែងតែនិយាយនេះហ៎ជាស្តង់ដារបរិះអស្ចារ្យបរិះជោគជ័យរបស់អ្នកហើយមានអ្នកក្នុងជីវិតខ្ញុំកាន់តែប្រសើរអញ្ចឹងខ្ញុំអត់មានអីត្រូវជ្រើសរើសនៅមួយមនុស្សចំសិតដូចអ្នកអីអញ្ចឹង